ខ្ញុំបាទសូមគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនអរគ្នាចឹងនេះខ្ញុំនឹងមកនិយាយអំពីសារតកម្មយុវវ័យចំពុកទី52ដែលតាក់ទងជាមួយនឹងភាពស្មោះត្រង់របស់សិស្សអញ្ចឹងក្នុងនាមយើងជាសិស្សរបស់ព្រះអង្គក្នុងនាមយើងជាអ្នកដែលព្រះអង្គទ្រង់បានត្រាស់ហៅចូលយើងរាល់គ្នាមានចិត្តស្មោះត្រង់ជាមួយនឹងម្ចាស់របស់យើងហើយមានចិត្តស្មោះត្រង់ជាមួយនឹងគ្រូរបស់យើងគ្រប់គ្រូទាំងអស់ដែលជាគ្រូបង្រៀនសិស្សគ្រប់គ្រូគឺតែងតែចង់បានភាពស្មោះត្រង់ពីពួកសិស្សអញ្ចឹងសិស្សក៏ចង់បានភាពស្មោះត្រង់ពីគ្រូដូចគ្នាប៉ុន្តែចំពោះយើងជាអ្នកគ្រីស្ទានគឺព្រះយេស៊ូវជាគ្រូមួយដែលមានភាពស្មោះត្រង់ចំពោះយើងរាល់គ្នាគឺជាភាពស្មោះត្រង់មួយដែលមិនអាចប្រែបានចំពោះយើងរាល់គ្នាជាសិស្សចូលយើងរាល់គ្នាមានភាពស្មោះត្រង់ជាមួយនឹងគ្រូយើងដូចគ្នាដូចជាព្រះយេស៊ូវឲ្យយើងបានដើរនៅតាមគម្លងរបស់ព្រះអង្គហើយឲ្យយើងរាល់គ្នាបានស្ដាប់តាមនៅដំបូន្មានរបស់ព្រះអង្គអញ្ចឹងនៅពេលដែលយើងធ្វើអ្វីខុសគឺយើងតែងតែទទួលបាននៅពាក្យព្រានប្រដៅមិនថាពាក្យពុកម្ដាយមិនថាគ្រូឬក៏បងប្អូនយើងឬក៏អ្នកជិតខាងរបស់យើងអញ្ចឹងនេះគឺជាចំណុចមួយដែលល្អសម្រាប់យើងរាល់គ្នានៅពេលដែលយើងជាសិស្សចូលយើងរាល់គ្នាបំពេញនៅកិច្ចការងារដែលគ្រូបានដាក់ឲ្យយើងរាល់គ្នាអញ្ចឹងចំពោះយើងជាអ្នកគ្រីស្ទានគឺព្រះយេស៊ូវទ្រង់បានដាក់ការងារឲ្យយើងដើម្បីនឹងចេញទៅបំពេញនៅកិច្ចការងាររបស់ព្រះអង្គឬក៏ចេញទៅចែកចាយនៅដំណឹងល្អរបស់ព្រះអង្គទៅកាន់ពិភពលោកទាំងមូលឲ្យគេបានដឹងបានឮពីព្រះបន្ទូលរបស់ទ្រង់ឲ្យគេបានទទួលសង្គ្រោះពីព្រះនាមរបស់ព្រះអង្គផងដែរអញ្ចឹងយើងដឹងថាសម័យឥឡូវនេះគឺកំពុងតែមានបញ្ហាកើតឡើងជាច្រើនដូចជាសង្គ្រាមដូចជាបញ្ហាជំងឺឬក៏បញ្ហាជាច្រើនទៀតដែលយើងមិនអាចដឹងនោះហើយគឺបញ្ជាក់ថាព្រះអង្គទ្រង់នឹងជិតយើងមកវិញហើយតើយើងរកគ្នាចាំថាព្រះយេស៊ូវទ្រង់យើងមកវិញគឺប្រៀបដូចជាចោរប្លន់ព្រះយេស៊ូវទ្រង់បានមកវិញដោយទ្រង់បានប្រកាសថាឥឡូវនេះព្រះអង្គយើងមកវិញហើយព្រះអង្គទ្រង់បានធ្វើដូច្នេះទេព្រះអង្គទ្រង់បានប្រាប់យើងរកគ្នានៅក្នុងព្រះគម្ពីរបានចែងច្បាស់ថាព្រះអង្គទ្រង់នឹងយើងមកវិញឆាប់ដូចជាចោរប្លន់អញ្ចឹងយើងដឹងហើយថាចោរប្លន់គឺយើងមិនអាចដឹងបានទេនៅពេលដែលយើងដេកលក់គឺប្រៀបដូចជាយើងស្លាប់នៅពេលដែលចោរវាបានចូលប្លន់យើងគឺយើងមិនដឹងខ្លួននោះទេអញ្ចឹងហើយយើងរកគ្នាគួរណាតែមានការប្រុងប្រយ័ត្នខ្លាំងមែនទែនចំពោះការយើងមករបស់ព្រះអង្គគឺទ្រង់ចង់បានមនុស្សណាដែលទូចិត្តលើព្រះអង្គគឺចង់បានមនុស្សណាដែលស្រឡាញ់ព្រះអង្គហើយស្រឡាញ់អ្នកជិតខាងក៏ដូចជាខ្លួនយើងផងដែរព្រះយេស៊ូវគឺព្រះអង្គទ្រង់បានស្អប់កូនណាម្នាក់ទេព្រះអង្គទ្រង់ចង់ឃើញកូនរបស់ទ្រង់ទាំងអស់ចេះស្រឡាញ់គ្នាទៅវិញទៅមកដូចជាព្រះអង្គស្រឡាញ់យើងរាល់គ្នាអញ្ចឹងហើយចូលយើងរាល់គ្នាបំពេញនៅកិច្ចការងាររបស់ព្រះអង្គដោយយកចិត្តទុកដាក់ហើយកុំខ្លាចនឹងក្តីត្បូងរបស់សាតាំងគឺវាតែងតែនៅក្បែរយើងសាតាំងគឺវាមិនបានទៅណាឆ្ងាយពីយើងទេវាតែងតែនៅក្បែរវាតែងតែធ្វើឲ្យគុកក្បាលរបស់យើងគិតអ្វីដែលមិនល្អធ្វើឲ្យពួកយើងមានកំហឹងនៅក្នុងខ្លួននៅពេលដែលយើងចែកចាយនៅល្អទៅកាន់មនុស្សដែលគេមិនបានស្គាល់ហើយគេតែងតែបៀតបៀនយើងគឺសាតាំងវាធ្វើអារម្មណ៍របស់យើងចាប់ដើមក្តៅក្រហាយធ្វើអារម្មណ៍របស់យើងចាប់ដើមស្អប់ម្នាក់នឹងប៉ុន្តែព្រះយេស៊ូវទ្រង់តែងតែលើកទឹកចិត្តយើងថាចូលយើងរកគ្នាបំពេញនៅកិច្ចការងាររបស់ព្រះអង្គដោយយកចិត្តទុកដាក់ហើយទូចិត្តទៅលើព្រះអង្គទ្រង់បានសន្យាថាទ្រង់បានទៅណាឆ្ងាយពីយើងទេអញ្ចឹងគ្រប់គ្រូទាំងអស់នៅពេលដែលយើងដាក់កិច្ចការថ្នាក់ឲ្យសិស្សរបស់យើងធ្វើហើយគឺយើងតែងតែនៅក្បែរពួកគាត់នៅពេលដែលពួកគាត់មានសំណួរឬក៏នៅពេលដែលពួកគាត់ត្រូវការយើងដើម្បីឲ្យយើងជួយព្រះយេស៊ូវដូចគ្នានៅពេលដែលយើងបំពេញនៅកិច្ចការងាររបស់ព្រះអង្គនៅពេលដែលយើងខ្វះខាតនៅកម្លាំងគឺព្រះអង្គទ្រង់តែងតែបន្ថែមកម្លាំងឲ្យយើងរកគ្នាព្រះអង្គទ្រង់តែងតែផ្ដល់នៅព្រះវិញ្ញាណបរិសុទ្ធដើម្បីមកជួយយើងរកគ្នាដើម្បីឲ្យយើងរកគ្នាបានធ្វើការរបស់ព្រះអង្គដែលបានជោគជ័យអញ្ចឹងដែលស្រឡាញ់របស់ព្រះអង្គគឺធំធេងណាស់សម្រាប់យើងរកគ្នាដែលយើងទទួលបានពីទ្រង់អញ្ចឹងចូលយើងរកគ្នាចែកចាយនឹងសេចក្តីស្រឡាញ់ដែលព្រះអង្គទ្រង់ផ្ដល់ឲ្យយើងរកគ្នាតែពិភពលោកទាំងមូលឲ្យគេបានដឹងពីសេចក្តីស្រឡាញ់របស់ព្រះអង្គហើយពួកគេបានទទួលសង្គ្រោះដោយព្រះនាមរបស់ទ្រង់ផងដែរអញ្ចឹងសារតកម្មយុវវ័យខាងនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំក៏សូមអរគុណដល់បងប្អូនអរគ្នាសម្រាប់ការទស្សនានៅវីដេអូមួយនេះខ្ញុំបាទសូមអរគុណហើយនឹងសូមជម្រាបលា